ឥឡូវនេះគឺយើងអាចធ្វើការបង្កើតកម្មវិធីយកទៅប្រើដោយខ្លួនឯងទោះបីជាយើងអត់ចេះកូដក៏ដោយហើយយើងចំណាយពេលមិនដល់10នាទីផងគឺយើងអាចធ្វើបានហើយយើងនឹងធ្វើការប្រើប្រាស់ជាមួយនឹង Google Gemini ដើម្បីធ្វើការជួយបង្កើតឲ្យយើងហើយដល់ពេលដែលយើងបង្កើតហើយគឺយើងអាចធ្វើការ share ទៅកាន់អ្នកដទៃក៏បានយើងអាចប្រើខ្លួនឯងនៅលើទូរស័ព្ទនៅលើ computer ក៏បានដែរហើយនៅក្នុងវីដេអូមួយនេះខ្ញុំប្រាប់អ្នកនរគ្នាអំពីរបៀបបង្កើតពីដើមរហូតដល់ចប់តែម្ដងអញ្ចឹងអត់ចង់ឲ្យខាតពេលអ្នកនរគ្នាយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអំពីរបៀបក្នុងការបង្កើតអូខេអ្នកនរណាអាចធ្វើការចូលមកកាន់ Gemini Google.com ក៏បានឬក៏អ្នកណាធ្វើការ search នៅក្នុង Google ទៅវាយតែ Google Gemini មកគឺយើងអាចចូលមកកន្លែងហ្នឹងបានហើយអញ្ចឹងដល់ពេលដែលចូលមកគឺយើងបង្កើតឆាតថ្មីមកយើងនឹងឃើញផ្ទាំងមួយហ្នឹងអញ្ចឹងបន្តមកទៀតនេះគឺខ្ញុំសរសេរបានមកនឹងតិចខ្ញុំចង់ឲ្យវាធ្វើការបង្កើតទៅលើកម្មវិធីមួយដែលអាចកត់ទៅលើចំណូលចំណាយប្រចាំថ្ងៃរបស់ខ្ញុំហើយអាចធ្វើការបូកនៅចុងកម្មវិធីអញ្ចឹងយើងអាចសរសេរតាមហ្នឹងមកឬក៏អ្នកនរណាអាចធ្វើការសរសេរបន្ថែមបន្ថយទៅលើអ្វីដែលជាមុខងារដែលអ្នកចង់ឲ្យកម្មវិធីរបស់អ្នកនេះចេញអញ្ចឹងខ្ញុំចង់បានប៉ុណ្ណឹងខ្ញុំនឹងដាក់ឈ្មោះ app របស់ខ្ញុំគឺឆៃហេង tracking អញ្ចឹងទៅតើខ្ញុំចុច send អូខេអញ្ចឹងវាឲ្យទៅលើអ្វីដែលយើងប្រាប់ description យើងថាអូខេមុខងារមួយហ្នឹងគឺវាមានអីខ្លះអីអញ្ចឹងទៅកន្លែងហ្នឹងគឺវាបញ្ជាក់មួយថានៅកន្លែងមុខងារមួយ UI បែបម៉េចយើងអាចអានបានព្រោះមានចុច try now អញ្ចឹងវាចាប់ផ្ដើមបង្កើតទៅជាកូដហើយអញ្ចឹងក្នុងអំឡុងពេលរងចាំយើងអាចទៅត្រឡប់មកថាអូខេ app យើងមានមុខងារខ្លះគឺវាបញ្ជាក់នៅកន្លែងខាងលើមិញឲ្យយើងអញ្ចឹងថា category ហ្នឹងវាអាចដាក់អីចូលខ្លះតាក់ទងជាមួយនឹងកន្លែងផ្សេងៗហ្នឹងវាមានជាមុខងារខ្លះគឺយើងអាចចំណាយពេលអានទៅគឺវាចេញកន្លែងហ្នឹងហើយអញ្ចឹងកន្លែងនេះគឺឥឡូវវាកំពុងតែបង្កើតទៅលើ app ហ្នឹងហើយយើងរងចាំមក plan សិនអូខេនៅពេលដែលរួចរាល់គឺវានឹងចេញផ្ទាំងបែបហ្នឹងឲ្យយើងឃើញតែម្ដងឥឡូវគឺវា loading ឆៃ hand tracking ហើយដែលជាកម្មវិធីដែលខ្ញុំធ្វើការបង្កើតហ្នឹងអញ្ចឹងឈ្មោះគឺខ្ញុំបានដាក់ហ្នឹងគឺវាចេញនៅកន្លែងនេះអូខេបន្តមកទៀតកន្លែងនេះគឺជាផ្ទាំងឧទាហរណ៍ថាថ្ងៃនេះថ្ងៃ6ខែ5 2025sorry ថ្ងៃ5ខែ6 2025នេះខ្ញុំបានធ្វើការចំណាយលុយ $2.5 ដើម្បីទិញទៅលើម្ហូបអញ្ចឹងខ្ញុំអាចចុច food and dining មក description ខ្ញុំដាក់អូខេខ្ញុំទិញ cafe add brown អញ្ចឹងទៅខ្ញុំចុច add expand អញ្ចឹងវា add ចូលហើយបន្តមកទៀតថ្ងៃស្អែកនិយាយថាចូលថ្ងៃស្អែកវាថ្ងៃ6ខែ6ខ្ញុំទិញកាហ្វេខ្ញុំទិញកាហ្វេ$5ទៅលើម្ហូបវិញខ្ញុំទិញ food នៅតាក់ទងជាមួយនឹងនៅ Kaifan អីចឹងទៅខ្ញុំចុច add ទៀតមកអញ្ចឹងយើងបញ្ចូលចឹងរហូតទៅបន្តមកទៀតកន្លែង history នេះគឺនឹងប្រាប់យើងថាយើងបានបញ្ចូលទៅលើអីគេខ្លះហើយ summary នេះគេនឹងប្រាប់ថានៅក្នុងថ្ងៃខែ5នេះនៅក្នុងសុំទោសនៅក្នុងខែ6នេះយើងបានចាយទៅលើអីគេខ្លះអញ្ចឹងវានឹងបញ្ជាក់តាមនឹងនីមួយៗអញ្ចឹង category នេះបើសិនយើងបន្ថែមថាឥឡូវយើងឃើញមានតែ food education transportation health យើងចង់បញ្ចូលតាក់ទងជាមួយនឹង medical អីចឹងទៅលើថ្នាំពេទ្យអីចឹងយើងចុច add មកគឺវានឹង load ចូលមួយទៀតហើយ medical នៅហ្នឹងអញ្ចឹងថ្ងៃក្រោយពេលដែលយើង add ឡើងនេះគឺវាមាន medical នៅកន្លែងនេះដែរហើយនៅពេលដែលយើងចង់ share កម្មវិធីរបស់យើងនឹងយកទៅប្រើយើងអាចចុច share កន្លែងនេះវានឹងបង្កើតទៅជា link មួយឲ្យយើងអញ្ចឹងនៅពេលដែលយើងចុច share ហ្នឹងវានឹងចេញជា copy link កូដនេះមកយើង copy link មកអញ្ចឹងខ្ញុំអាចធ្វើការបើកនៅទូរស័ព្ទរបស់ខ្ញុំចាំបន្តិចអញ្ចឹងនេះនៅលើទូរស័ព្ទរបស់ខ្ញុំក៏មានតាក់ទងជាមួយនឹង app ដូចគ្នាពេលអ្នកនរឃើញអញ្ចឹងគឺយើងយកអា link ហ្នឹងមកយកមកផាសមកគឺយើងអាចបើកជាមួយនឹងកម្មវិធីហ្នឹងយើងអាចបញ្ចូលទៅលើលេខបញ្ចូលបានដូចគ្នាអញ្ចឹងយើងអាច share ទៅកាន់មិត្តភ័ក្តិរបស់យើងឲ្យគេតែឲ្យគេបញ្ចូលអីគឺយើងអាចធ្វើការតាមកន្លែងហ្នឹងបានហើយឧទាហរណ៍ថាអ្នកនរចង់ធ្វើការបង្កើតអីផ្សេងៗគឺយើងត្រឡប់មកកាន់កន្លែង Gemini នេះមកហើយយើងចូលមកកាយគុណនៅកន្លែងហ្នឹងទៅគឺយើងអាចធ្វើការបង្កើតទៅជាកម្មវិធីផ្សេងៗអញ្ចឹងទៅលើ Google Gemini នេះគឺវាអាចនិយាយថាវា powerful ខ្លាំងក្នុងការជួយបង្កើតទៅលើនេះទោះបីជា app ទូក៏ដោយហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរថាគោលដៅនៃយើងប្រើប្រាស់កម្មវិធីមួយនេះដើម្បីបង្កើតគឺបង្កើតទៅលើកម្មវិធីមួយចំនួនដែលជាកម្មវិធីទូៗក្នុងការប្រើប្រាស់ខ្លួនឯងទៅលើការងារតិចតួចអីចឹងទៅប៉ុន្តែបើសិនជាយើងត្រូវការកម្មវិធីធំកម្មវិធីដែលមាន flow មាន program មានអីច្បាស់លាស់តាក់ទងជាមួយកូដមួយអីគឺយើងគួរតែធ្វើការពិភាក្សាជាមួយនឹងអ្នកដែលគាត់ជំនាញនៅក្នុងវិស័យនីមួយៗហ្នឹងប៉ុន្តែដោយសារតែមុខងារមួយនេះខ្ញុំគិតថាវាមានប្រយោជន៍ហើយវាក៏ជាផ្នែកមួយក្នុងការដែលយើងអាចធ្វើការរៀនបន្ថែមក៏ដូចជាស្វែងយល់អំពី AI បន្ថែមខ្ញុំគិតថាវីដេអូមួយនេះគឺមានប្រយោជន៍សម្រាប់អ្នកនរគ្នាអញ្ចឹងអ្នកដែលគាត់ចង់បង្កើតកម្មវិធីអីអាចធ្វើការសាកបានទៅ account free ក៏យើងអាចធ្វើការសាកបាន account បង់លុយក៏យើងអាចធ្វើការសាកបានដែរអញ្ចឹងចំពោះវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេក្នុងការបង្កើតហើយខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើការបង្កើតកម្មវិធីអីមួយក៏បានដែរ
ដើម្បី challenge ថាខ្លួនឯងបានធ្វើបាននៅពេលដែលយើងមើលវីដេអូហើយប្រាប់ខ្ញុំនៅក្នុងប្រអប់ comment នៅខាងក្រោមទៅមួយវិញទៀតបើសិនជាចង់ឲ្យ Google Gemini ខ្ញុំបង្ហាញអំពីរបៀបមុខងារផ្សេងៗទៀតអាច comment នៅខាងក្រោមដូចគ្នាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ like share ហើយកុំភ្លេច subscribe បើសិនជាអ្នកណាមើលនៅលើ YouTube ហើយពួកយើងជួបគ្នានៅវីដេអូក្រោយជាមួយនឹង link ក៏ដូចជា tip ថ្មីៗបន្ថែមទៀតអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយ